ទៀនទេញាតិញោមរឿងការបកបរបរទទួលទានប្រឹងប្រែងស្វែងរកការងារយើងប្រឹងធម្មតាប៉ុន្តែមិនមែនប្រឹងហើយប្រឹងរកទ្រព្យសម្បត្តិនឹងហើយមិនបានធ្វើសេចក្តីល្អទេញាតិញោមយើងរកទ្រព្យសម្បត្តិបានមកហើយចេះបែងចែកនៅទ្រព្យសម្បត្តិនឹងណាបានទ្រព្យសម្បត្តិមកហើយត្រូវចេះបែងចែកទ្រព្យសម្បត្តិណាសម្រាប់ទុកបកបរបរទទួលទានទៅមុខទៀតទ្រព្យសម្បត្តិណាសម្រាប់ព្យាបាលជំងឺណាទ្រព្យសម្បត្តិណាសម្រាប់តម្កល់ទុកនៅក្នុងក្រុមគ្រួសារនៅពេលណាដែលខ្វះខាតគឺយកទ្រព្យសម្បត្តិនឹងទៅប្រើប្រាស់ទ្រព្យសម្បត្តិណាសម្រាប់យកទៅធ្វើបុណ្យធ្វើកុសលណាគឺត្រូវបែងចែកទ្រព្យសម្បត្តិនឹងញាតិញោមណាមិនមែនយកទ្រព្យសម្បត្តិមកហើយមិនបានបំពេញសេចក្តីល្អទៅជាខ្វល់ខ្វាយទៅជាទោសវិញញាតិញោមណាទៅជាទោសវិញក៏មានដែរណាមានច្រើនសន្ធឹកសន្ធាប់ណាស់ញាតិញោមពេលខ្លះទៅទ្រព្យសម្បត្តិច្រើនខ្វល់ខ្វាយរឿងទ្រព្យសម្បត្តិហ្នឹងក៏មានដែរណាដោយសារតែមិនបានសិក្សារៀនសូត្រព្រះធម៌មិនបានស្ដាប់នៅព្រះធម៌មិនបានណាឆ្លៀតពេលរៀននៅបរិច្ចាគទានញាតិញោមណាយើងមិនបានរៀនបរិច្ចាគទានមិនដែលហាត់ពុតចិត្តនឹងឯងធ្វើទានពេលខ្លះទៅមិនចង់ឲ្យទ្រព្យសម្បត្តិនឹងរបេះទៅណាទេញាតិញោមណាញាតិញោមថាអូណាសពថ្ងៃហ្នឹងទៅព្រួយអីណាបើមានធនាគារបើមានគ្រឹះស្ថានហិរញ្ញវត្ថុហ្នឹងគ្រប់ទីកន្លែងណាយកទ្រព្យសម្បត្តិយកមាសយកប្រាក់ហ្នឹងទៅផ្ញើទៅណាយកប្រាក់ហ្នឹងទៅផ្ញើទៅមិនចាំបាច់ខ្វល់ខ្វាយចោលប្លន់អីទេណាតាមពិតទៅញាតិញោមនៅតែមានសេចក្តីខ្វល់ខ្វាយណាពេលខ្លះទៅខ្លួននឹងចិត្តស្លាប់បាត់បង់ជីវិតណាមានគ្រោះថ្នាក់អីមួយទៅមានជំងឺអីមួយចូលមកសន្ទ្រានក្នុងរូបរាងកាយហ្នឹងទៅណាដល់ពេលចិត្តស្លាប់បាត់បង់ជីវិតជាប់ជំពាក់រឿងទ្រព្យសម្បត្តិហ្នឹងទៀតណាញាតិញោមណាអូថាប្រាក់របស់អាត្មាអញផ្ញើនៅធនាគារហ្នឹងច្រើនណាអាត្មាអញមិនទាន់បានប្រើប្រាស់ច្រើនផងណាទ្រព្យហ្នឹងក៏ណាទ្រព្យហ្នឹងនៅក្នុងធនាគារអាត្មាអញចិត្តស្លាប់បាត់បង់ជីវិតហើយអូច្បាស់ជាគេចាយលុយអញអស់ហើយណាគេបើកលុយអញហ្នឹងចាយអស់ហើយណាគិតអញ្ចឹងញាតិញោមពេលខ្លះទៅរោគទ្រព្យសម្បត្តិបានច្រើនទៅដាក់ធនាគារណាថាដាក់ធនាគារទៅគ្មានខ្លាចចោលលួចចោលប្លន់ភ្លើងឆេះឯណាទេណាគ្មានព្រួយគ្មានភ័យទេប៉ុន្តែនៅតែភ័យញាតិញោមភ័យខ្លាំងបំផុតនោះភ័យរឿងស្លាប់ចោលប្រាក់នឹងឯងណាខ្លាចតែស្លាប់ទៅគ្មានពេលខ្លះទៅគ្មាននរណាគេដឹងហ្នឹងលុយហ្នឹងច្បាស់ជាគេយកបាត់ណាអញ្ចឹងក៏មានដែរឬក៏ថាភ័យថាខ្លួនឯងខំរោគមកកណូនមិនទាន់បានចាយផងណាស្លាប់បាត់បង់ជីវិតទៅគេចាយជំនួសឯងអស់ឲ្យលីងអញ្ចឹងទៅក៏មានដែរញាតិញោមពេលខ្លះទៅភ័យពេកណាភ័យខ្វល់ខ្វាយរឿងទ្រព្យសម្បត្តិហ្នឹងស្លាប់បាត់បង់ជីវិតទៅណាញាតិញោមណាឡើយតែខ្វាយខ្វល់រឿងទ្រព្យសម្បត្តិហ្នឹងស្លាប់ទៅណាពេលខ្លះទៅជាតុកកែញាតិញោមណាតុកកែនៅលើជញ្ជាំងហ្នឹងណាផ្ទះវីឡាផ្ទះធំហ្នឹងណាស្លាប់ទៅកើតជាតុកកែនៅលើផ្ទះហ្នឹងក៏មានដែរញាតិញោមណាដល់ម៉ោងទៅស្រែកតុកកែហ្នឹងញាតិញោមណាកូនចៅនៅក្នុងផ្ទះហ្នឹងតែមិនស្រួលដេញវាយទៀតញាតិញោមណាអីឯងមកស្រែកអីថ្លងគេថ្លងឯងរោគដេករោគពួនបានតាមពិតឪពុកឯងសោះម្ដាយឯងសោះជីដូនឯងសោះជីតាឯងសោះពីមុនមកណាអញ្ចឹងក៏មានដែរញាតិញោមណាពេលខ្លះទៅកើតជាជីងចក់ហ្នឹងក៏មានដែរណាมันខ្វះទេញាតិញោមណាសម័យពុទ្ធកាលហ្នឹងខ្វះអីញាតិញោមណាជួបចម្ពាក់នឹងរបស់របរប្រើប្រាស់ទៅស្លាប់បាត់បង់ជីវិតទៅកើតជាចៃកើតជាស្អីផ្សេងនៅសម្ពុតនៅខោអាវនោះក៏មានដែរណានឹងដោយសារអីដោយសារតែយើងមិនបានហាត់ពុតចិត្តញាតិញោមណារឿងការបកបរបរទទួលទានរោគស៊ីហ្នឹងយើងបកបរបរធម្មតាណាយើងខំប្រឹងខ្នះខ្នែងរកទ្រព្យសម្បត្តិហ្នឹងជាការប្រសើរណាដែលយើងមានការព្យាយាមប្រឹងប្រែងរកបកបរបរទទួលទានប៉ុន្តែកុំឲ្យខំប្រឹងតែរកទ្រព្យសម្បត្តិហ្នឹងមិនបានបំពេញសេចក្តីល្អញាតិញោមណាត្រូវឆ្លៀតពេលធ្វើសេចក្តីល្អណាយ៉ាងហោចណាស់មួយថ្ងៃហ្នឹងបានទៅកាន់ទីវត្តអារាមម្ដងដែរណាយ៉ាងហោចណាស់ក្នុងមួយជីវិតឬក៏ថាក្នុងមួយឆ្នាំហ្នឹងបានធ្វើទានទៅដល់ជនកំស
តទូរគុតនឹងម្ដងដែរញាតិញោមណាមិនខ្វះទេញាតិញោមហើយណាអត់បាយអត់ទឹកណារហេមរហាមនៅកន្លែងកំណោសម្រាមនឹងញាតិញោមណាញាតិញោមធ្លាប់ទៅស្ទឹងមានជ័យដឹងចម្រើនពរណាទៅកន្លែងភ្នំសម្រាមនឹងញាតិញោមណាប្រទេសយើងនៅជាតិទីក្រុងនឹងមានភ្នំមួយញាតិញោមណាភ្នំនឹងភ្នំសម្រាមណាភ្នំសម្រាមនឹងពោពេញទៅដោយអ្នករឹសនៅសម្រាមរឹសនៅសម្បកំពេចកំពកយកទៅលក់ដូរគ្រាន់រស់មកកាពះនឹងញាតិញោមណាច្រើនសន្ធឹកសន្ធាប់ណារស់នៅលំបាកលំបិនណាទោះបីជាអង្គការនឹងរាប់រយរាប់ពាន់អង្គការជួយនឹងនៅតែមិនអស់ទេញាតិញោមណាច្រើនសន្ធឹកសន្ធាប់ណាអញ្ចឹងការធ្វើបុណ្យធ្វើកុសលនឹងមិនមែនទាល់តែកាន់វត្តអារាមទាល់តែទៅវត្តអារាមនឹងបានឈ្មោះថាធ្វើបុណ្យទេញាតិញោមញាតិញោមអ្នកកាន់ពុទ្ធសាសនាមួយចំនួននឹងយល់ច្រឡំអញ្ចឹងយល់ច្រឡំថាការធ្វើទាននឹងទាល់តែធ្វើចំពោះព្រះសង្ឃណាទាល់តែធ្វើជាមួយនឹងលោកបានឈ្មោះថាការធ្វើទានមិនមែនអញ្ចឹងទេញាតិញោមណាការធ្វើទានធ្វើជាមួយអ្នកណាក៏បានដែរធ្វើជាមួយនឹងក្មេងសុំទាននឹងក៏បានដែរណាធ្វើជាមួយនឹងជនកំសត់ទូរគុតចាស់ចរីអត់ទីពឹងផ្សេងនឹងក៏ធ្វើបានដែរណាការបរិច្ចាគនៅប្រាក់នឹងចូលនៅមន្ទីរពេទ្យគុណធបុប្ផាដើម្បីព្យាបាលនៅកុមារនឹងក៏ឈ្មោះថាធ្វើទានដែរគ្រប់ផ្លូវទាំងអស់ញាតិញោមនិយាយរួមទៅឲ្យតែការលះបង់នៅទ្រព្យសម្បត្តិរបស់យើងដើម្បីជាប្រយោជន៍សុខដល់អ្នកដទៃឈ្មោះថាការធ្វើទានហើយញាតិញោមណាមិនមែនសំដៅថាតលតែធ្វើទានចំពោះលោកធ្វើទានចំពោះភិក្ខុសង្ឃសាមណេរអីបានឈ្មោះថាធ្វើទានមិនមែនអញ្ចឹងទេគឺមានលំដាប់នៃទានញាតិញោមមានប្រភេទនៃទានអញ្ចឹងធ្វើទានចំពោះព្រះភិក្ខុសង្ឃយើងហៅថាបូជាទានណាគឺការធ្វើទានដោយសេចក្តីគោរពបូជាចំពោះគុណរបស់លោកណាដែលលោកបានមកបួសក្នុងព្រះពុទ្ធសាសនាលះបង់នៅទ្រព្យសម្បត្តិលះបង់នៅផ្ទះសម្បែងស្រែចម្ការច្បារដំណាំលះបង់នៅការប្រកបរបរចិញ្ចឹមជីវិតផ្សេងមកបួសក្នុងព្រះពុទ្ធសាសនាទ្រទ្រង់នៅទង់នៃព្រះអរហន្តណាទ្រទ្រង់នៅស្បៃចីវរនឹងឯងបួសនៅក្នុងព្រះពុទ្ធសាសនាសិក្សារៀនសូត្រផ្លូវលោកផ្លូវធម៌ហ្នឹងណាហ្នឹងគឺយើងធ្វើទានចំពោះលោកឈ្មោះថាបូជាទានណាការធ្វើទានដោយសេចក្តីគោរពបូជាចំពោះគុណនឹងឯងណាហើយទានមួយយ៉ាងទៀតនោះហៅថាសង្ឃហទានណាធ្វើទានដោយការសង្គ្រោះចំពោះគ្នានឹងគ្នាណាញាតិមិត្តចិត្តខាងអីមានការរវល់អីឬក៏ថាយើងចែករំលែកទ្រព្យសម្បត្តិជួយទៅនៅពេលដែលគ្នាខ្វះខាតអីមួយពេលហ្នឹងឈ្មោះថាសង្ឃហទានធ្វើទានចំពោះក្រុមគ្រួសារខ្លួនឯងហ្នឹងក៏បានដែរណាបងប្អូនមានអីចែកគ្នាបរិភោគហ្នឹងក៏ឈ្មោះថាទានដែរជាសង្ឃហទានដែរជាមួយនឹងមិត្តសម្លាញ់ហ្នឹងក៏ជាសង្ឃហទានដែរញាតិញោមធ្វើទានចំពោះអ្នកមានគុណធម៌ស្មើគ្នាហ្នឹងក៏ឈ្មោះថាសង្ឃហទាននឹងដែរហើយទានមួយយ៉ាងទៀតនោះឈ្មោះថាករុណាទានញាតិញោមណាករុណាទានឬក៏អនុកហទានហ្នឹងសំដៅទៅលើការធ្វើទានដោយសេចក្តីអាណិតអាសូរអនុគ្រោះញាតិញោមណាដូចជាគ្នាកំសត់អត់ក្រណាកំសត់មានព្រឹកខ្វះល្ងាចមានល្ងាចខ្វះព្រឹកណារកប្រកបរបរទាននឹងគ្រាន់តែមកកាពះទៅណាចាស់ចរីអត់ទីពឹងកូនចៅប្រុសស្រីក៏គ្មានឬក៏ថាអ្នកដែលមានជំងឺផ្សេងនឹងឯងមិនអាចប្រកបរបរទទួលទានបានយើងអាណិតអាសូរបរិច្ចាគទានជួយគ្នាទៅនឹងឈ្មោះថាករុណាទានគឺការធ្វើទានដោយសេចក្តីអាណិតអាសូរនឹងឯងញាតិញោមណាអញ្ចឹងពាក្យថាធ្វើទានហ្នឹងមិនមែនទាល់តែសំដៅចំពោះភិក្ខុសង្ឃបានឈ្មោះថាធ្វើទានទេញាតិញោមណាចំពោះជនកំសត់ទូរគុតក្រីក្រការបរិច្ចាគនៅទ្រព្យសម្បត្តិនឹងជួយទៅអង្គការជួយទៅស្ថាប័នផ្សេងណាជួយទៅមន្ទីរពេទ្យគុណធបុប្ផាក្តីណាជួយទៅកាន់មណ្ឌលកុមារកំព្រាក្តីទៅកាន់មណ្ឌលចាស់ជរាក្តីក្មេងកំព្រាអត់ទីពឹងផ្សេងក្តីមនុស្សមានជំងឺអេដមានជំងឺអីផ្សេងនឹងឯងណាសុទ្ធតែជាទានទាំងអស់ញាតិញោមណាអញ្ចឹងការធ្វើទានគឺយើងអាចធ្វើបានច្រើនណាស់ចឹងហើយបានជាយើងត្រូវហាត់ពុតចិត្តរបស់យើងនឹង
ធ្វើសេចក្តីល្អឲ្យបានច្រើនណាកុំឲ្យតែរវល់ខ្លាំងពេកទៅមិនបានធ្វើសេចក្តីល្អញាតិញោមណាឡើយតែរវល់ប្រកបកិច្ចការងារខ្លាំងពេកទៅគិតថាការងារនឹងសំខាន់សម្រាប់ជីវិតណាពេលដែលស្លាប់បាត់បង់ជីវិតទៅចោលទ្រព្យសម្បត្តិចោលការងារនឹងក៏មានដែរណាអញ្ចឹងហើយបានជាយើងត្រូវរស់ជាមួយនឹងសេចក្តីល្អជាពិសេសយើងជាអ្នកកាន់នៅព្រះពុទ្ធសាសនាត្រូវស្គាល់អំពីតួនាទីអ្នកកាន់ព្រះពុទ្ធសាសនាញាតិញោមណាមិនមែនគ្រាន់តែចុះបញ្ជីនៅក្នុងណាអត្តសញ្ញាណប័ណ្ណសភៅគ្រួសារបញ្ជីជាតិផ្សេងថាជាអ្នកកាន់ព្រះពុទ្ធសាសនាប៉ុន្តែយើងមិនបានសិក្សារៀនសូត្រណាស្ដាប់នៅព្រះធម៌មិនដែលធ្វើទានមិនដែលបរិច្ចាគទានមិនដែលជួយសង្គ្រោះអ្នកដទៃនឹងក៏មិនកើតដែរញាតិញោមណាត្រូវលះបង់ទ្រព្យសម្បត្តិខ្លះមួយចំណែកតូចទៅណាជួយដល់អ្នកដទៃញាតិញោមណាញាតិញោមក៏លេខទៅមើលប្រទេសជិតខាងញាតិញោមណាអាត្មាភាពនឹងតាមសិក្សារៀនសូត្រដឹងមួយចំនួនហ្នឹងណានៅជិតខាងយើងហ្នឹងអ្នកមានល្មមហ្នឹងគេបែងចែកទ្រព្យសម្បត្តិនឹងញាតិញោមណាជាវិភាគទាននឹងជួយទៅដល់ស្ថាប័នផ្សេងណាមានទ្រព្យសម្បត្តិល្មមប្រើប្រាស់ល្មមថ្លៃថ្នូរនៅក្នុងសង្គមហើយណាបែងចែកនៅប្រាក់បៀវត្តបែងចែកនៅប្រាក់ចំណូលឲ្យខ្លួនរកបានតាមរយៈការធ្វើអាជីវកម្មណាពាណិជ្ជកម្មលក់ដូរអីផ្សេងណាធ្វើការមន្ត្រីរាជការមានប្រាក់ខែសមល្មមសល់សមរម្យល្មមហ្នឹងបែងចែកទៅជួយស្ថាប័នផ្សេងញាតិញោមណាជួយទៅមន្ទីរពេទ្យខ្លះទៅខាងសុខាភិបាលខ្លះទៅណាជួយទៅខាងសង្គមកិច្ចខាងជនក្រីក្រខ្លះទៅណាជួយទៅកាន់ជនពិការខ្លះទៅចាស់ជរាខ្លះទៅណាមនុស្សមានផ្ទុកនៅជំងឺប្រចាំកាយជំងឺអេដជំងឺអីផ្សេងខ្លះទៅបែងចែកគ្រប់ប្រភេទញាតិញោមណាគេចំណាយទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គេដើម្បីជួយជាតិសាសន៍របស់គេចុះយើងចម្រើនពរណាយើងរស់នៅក្នុងប្រទេសមួយដែរដែលមានបូរណភាពទឹកដីគ្រប់គ្រាន់ដែរណាយើងមានទ្រព្យសម្បត្តិល្មមអាចរស់នៅធូរធារមានរបស់របរប្រើប្រាស់ទំនើបញាតិញោមណាដូចជាប្អូនប្រុសប្អូនស្រីសពថ្ងៃហ្នឹងនិយាយអំពីសម្ភារៈប្រើប្រាស់ទំនើបហ្នឹងថ្លៃណាស់ញាតិញោមណាដោយសារតែឪពុកម្ដាយរកទទួលទានបានរៀងធូរធារទៅណាទីអីក៏បានដែរណាចង់បានទូរស័ព្ទទំនើបទាន់សម័យណាប្រើប្រាស់ទៅបង្ហាញគេបង្ហាញឯងសុំភ្លាមបានផ្លេតណាប្រើប្រាស់សិតតែរាប់ពាន់ដុល្លាររាប់រយដុល្លារណាប៉ុន្តែអត់បានហាត់ពុតចិត្តហ្នឹងធ្វើសេចក្តីល្អទេណាឃើញក្មេងគ្នាអត់ទីពឹងក្មេងកំព្រីអីលើកដៃណាបងអាសុំ100មកណាបងអាសុំ500មកណាសឹងតែទាត់គ្នាចេញញាតិញោមណាហ្នឹងមួយចំនួនណាមិនមែនទាំងអស់ទេញាតិញោមណាមានប្អូនប្រុសប្អូនស្រីបងប្រុសបងស្រីខ្លះក៏ធ្វើសេចក្តីល្អអញ្ចឹងដែរណាប៉ុន្តែមានប្អូនប្រុសប្អូនស្រីខ្លះអញ្ចឹងញាតិញោមណាអាត្មាភាពនឹងធ្លាប់ឃើញច្រើនសន្ធឹកសន្ធាប់ណាគ្រាន់តែគ្នាលើកដៃមកណាសាពះបងអាសុំ500មកសុំ100មកណាមើលតាមកញ្ចក់ឡានហ្នឹងតែមើលមុខហ្នឹងមិនមើលផងញាតិញោមណាគ្រាន់តែគ្នាលើកដៃសាពះហ្នឹងសុំ500ណាបើកឡានសឹងតែពៀសឹងតែកិនគ្នាញាតិញោមណាហ្នឹងដោយសារអីដោយសារតែយើងមិនបានហាត់ពុតចិត្តហ្នឹងណាមិនបានហាត់ពុតចិត្តមិនដែលបានអប់រំចិត្តមិនដែលសិក្សាព្រះពុទ្ធសាសនាណាថាអ្វីទៅជាព្រះពុទ្ធសាសនាអត់ស្គាល់ទេញាតិញោមណាជាង95%ញាតិញោមមើលទៅដឹងហាញាតិញោមណាជាង95%តើចំនួននឹងឯងចូលទៅកាន់ទីអារាមនឹងចំនួនប៉ុន្មានញាតិញោមណាប្រជាជនខ្មែរយើងបើសិនជាថ្ងៃសិលថ្ងៃទំនេរពីការងារអីណាទៅកាន់ទីវត្តអារាមធ្វើបុណ្យធ្វើកុសលធ្វើទានណាចំហាន់តាមស្រៈអីហ្នឹងបើសិនជាថ្ងៃទំនេរហ្នឹងនាំគ្នាទៅអូច្បាស់ជាក្នុងវត្តហ្នឹងរកកន្លែងចតម៉ូតូចតរថយន្តហ្នឹងគ្មានទេញាតិញោមណាប៉ុន្តែមិនដែលនឹកនាទេញាតិញោមណាមិនដែលនឹកនាមិនដែលឆ្លៀតឱកាសហ្នឹងធ្វើសេចក្តីល្អទេមានតិចណាស់ញាតិញោមណាអញ្ចឹងយើងទាំងអស់គ្នាជាអ្នកកាន់នៅព្រះពុទ្ធសាសនាយើងត្រូវតែដឹងអំពីតួនាទីជាអ្នកកាន់នៅព្រះពុទ្ធសាសនា
ណាបើសិនជាយើងអ្នកកាន់ពុទ្ធសាសនាយើងមិនបានដឹងអំពីតួនាទីរបស់យើងទេយើងឈ្មោះថាជាមនុស្សមិនគួរគប្បីទេញាតិញោមណាមិនគួរគប្បីជាអ្នកកាន់នៅពុទ្ធសាសនាទេណាយើងជាអ្នកកាន់ពុទ្ធសាសនាប៉ុន្តែយើងមិនបានយល់ច្បាស់អំពីពុទ្ធសាសនាមិនដែលបានសិក្សារៀនសូត្រមិនដែលបានអប់រំចិត្តមិនដែលបានបំពេញសេចក្តីល្អឈ្មោះថាយើងនឹងប្រមាថធំណាស់ញាតិញោមណាឈ្មោះថាជាបុគ្គលដែលធ្វេសប្រហែសធំណាស់នៅក្នុងពុទ្ធសាសនាហ្នឹងណាអញ្ចឹងយើងត្រូវឆ្លៀតឱកាសបំពេញសេចក្តីល្អហើយសេចក្តីល្អដែលយើងធ្វើមិនមែនអ្នកដទៃណាគេយកទៅបាត់ទេញាតិញោមយើងធ្វើល្អដោយខ្លួនយើងទទួលបាននៅសេចក្តីល្អហ្នឹងដោយខ្លួនយើងណាយើងបរិច្ចាគប្រាក់ហ្នឹង1000ណា2000ទៅដល់ក្មេងកំព្រាម្នាក់អូចិត្តសប្បាយកើតឡើងណាញាតិញោមណាចិត្តសប្បាយនឹងថាអូថ្ងៃនេះអាត្មាអញនឹងបានឲ្យប្រាក់ទៅក្មេងនឹងណាដែលគ្នានឹងឈឺណាដែលគ្នាមានជំងឺប្រចាំកាយដែលគ្នាកំសត់ទុរគតណាគ្នាបានប្រាក់1000 2000នឹងទៅយកទៅទិញបាយទិញម្ហូបរស់បានមួយពេលដែរនឹកឃើញអញ្ចឹងសប្បាយចិត្តទៅណាឬក៏ថាគ្នានឹងម្ដាយឪពុកគ្នានឹងមានជំងឺគ្នានឹងត្រូវដាច់ចិត្តដើរទៅសុំទានគេណាឪពុកនឹងក៏ឈឺម្ដាយនឹងក៏ឈឺណាជំងឺដុនដាបទៅរកប្រកបរបរទទួលទានមិនកើតគ្នានឹងដាច់ចិត្តទៅណាលះបង់គេខ្មាស់ពីព្រោះគ្នានៅតូចមិនដឹងជាទៅធ្វើការងារអីណាមានតែលើកដៃប្រណម្យឡើងណាដោយសារការខ្វះនៅការអប់រំផងណាកម្រិតវប្បធម៌នឹងខ្សោយផងពេលខ្លះទៅមិនបានចូលសាលារៀនផងណាមានអីមានតែលើកដៃឡើងពូសុំ500មកណាមីញ៉ាសុំ500មកលើកដៃប៉ុណ្ណឹងណាគ្នាសុំប៉ុណ្ណឹងដើម្បីអីយកទៅជួយឪពុកយកទៅជួយម្ដាយណាបើសិនជាយើងឲ្យទៅបានបុណ្យបានកុសលណាស់ញាតិញោមណាបុណ្យកុសលដែលបានច្រើនបំផុតគឺយើងធ្វើដែលត្រូវទំនងញាតិញោមណាធ្វើបុណ្យដែលបានបុណ្យបំផុតហ្នឹងគឺធ្វើដោយត្រូវទំនងណាញាតិញោមស្ដាប់តើនេះចម្រើនពរណាញាតិញោមណាអាត្មាសំដែងទៅញាតិញោមនឹងនិយាយក៏និយាយទៅណាអាត្មាសំដែងទៅបើសិនជាមិនស្ដាប់មិនយល់ទេញាតិញោមណាអាត្មាចង់សួរថាពេលដែលយើងធ្វើបុណ្យញាតិញោមណាធ្វើបុណ្យដែលបានបុណ្យដែលត្រូវដែលបានបុណ្យច្រើនសន្ធឹកសន្ធាប់នោះគឺធ្វើត្រូវញាតិញោមធ្វើត្រូវយ៉ាងយ៉ាងម៉េចញាតិញោមឧទាហរណ៍ថាគ្នាហ្នឹងកំពុងតែអត់អីបរិភោគកំពុងតែចិត្តស្លាប់ហើយញាតិញោមកំពុងតែចិត្តដាច់ខ្យល់ស្លាប់ហើយដោយសារតែឃ្លានណារោគអង្គមកកំប៉ុងច្រកឆ្នាំងគ្មានទេណាសឹងតែដាច់ពោះស្លាប់ហើយពេលដែលយើងឃើញអញ្ចឹងយើងរៃគ្នាទៅអង្គាសគ្នាទៅមិត្តភក្តិក្តីបងប្អូនក្តីញាតិមិត្តចិត្តខាងក្តីណាអូជាអង្គមកបេទៅជូនគ្នាណាគ្នាអត់ទីពឹងអង្គមកបេមីមកកូនកេះទៅទឹកត្រីទឹកស៊ីអ៊ីវបន្តិចទៅណាជួយទៅដល់គ្នាណាពេលហ្នឹងញាតិញោមគ្នាបានអង្គហ្នឹងបានទឹកត្រីទឹកស៊ីអ៊ីវហ្នឹងដាំបាយហូបទៅណាបានមីហ្នឹងឆុងហូបទៅណារួចរស់រៀនមានជីវិតទៅណាហ្នឹងញាតិដែលបានបុណ្យប្រផុតញាតិញោមណាមិនមែនអូណាអាត្មាសំដែងហ្នឹងមិនមែនថាណាប្រសងហ្នឹងយ៉ាងម៉េចទេញាតិញោមពេលខ្លះទៅប្រសងមួយចំនួនក៏ដូចគ្នាដែរប្រសងខ្លះទៅមានកត់មានអីនៅធំធេងអញ្ចឹងទៅណាមានកត់នឹងធំធេងដីទលាយអញ្ចឹងកត់ទលាយសម្ភារៈប្រើប្រាស់មានរហូតទៅដល់រថយន្តទៅទៀតណាមានរថយន្តទំនើបជិះទៅទៀតហើយញាតិញោមនឹងអូជ្រះថ្លាដោយគុណណាជ្រះថ្លាដោយគុណណាធ្វើបុណ្យជាមួយដោយគុណបានបុណ្យច្រើនណាដោយសារអីដោយសារដោយគុណមានរថយន្តទំនើបណាមានវត្តអារាមមានកត់នៅទលាយណាពេលដែលឲ្យដោយគុណទៅដោយគុណហ្នឹងពេលខ្លះទៅណាដោយគុណមួយចំនួនទេញាតិញោមណាមិនមែនទាំងអស់ទេហ៊ានតែប្រគេនតិចលើហ្នឹងមុខមិនស្រស់លើញាតិញោមណាប៉ុន្តែចំពោះគ្នាអត់ទីពឹងញាតិញោមណាគ្នាដែលអត់ទីពឹងដែលអត់អង្គច្រកឆ្នាំងអត់បាយបរិភោគពេលដែលយើងលះបង់ទ្រព្យសម្បត្តិនឹងជួយដល់គ្នាទៅគ្នានោះរួចចាអំពីការអត់ឃ្លាននឹងញាតិញោមបានបរិភោគឆ្អែតទៅនឹកគុណយើងណាញាតិញោមណាគេនឹកគុណយើងថាអូគេបានធ្វើបុណ្យដល់យើងណាអ្នកឈ្មោះកអ្នកឈ្មោះខនេះនៅភូមិនេះណាភូមិស្វាយរលំភូមិព្រែកសំរោងនេះណាបានធ្វើទានដល់ខ្ញុំណាខ្ញុំរស់រៀនមានជីវិតនឹងដោយសារតែគេនឹកគុណគេចឹងទៅលើកដៃប្រណម្យ
ណាលើកដៃប្រណម្យសូមឲ្យមីងសូមឲ្យពូឯងណាបានតែក្តីសុខចម្រើនរកប្រកបរបរទទួលទានកុំឲ្យដូចជាខ្ញុំនេះអីណាកើតជាតិណាមកណាសូមឲ្យរិទ្ធតែមានរិទ្ធតែបានកើតនៅក្នុងតកូលខ្ពង់ខ្ពស់កុំឲ្យស្គាល់តែពាក្យថាអត់និងពាក្យថាឃ្លានដូចជាខ្ញុំនេះឡើយណាលើកដៃប្រណម្យឡើងបួងសួងដល់សកៈទេវរាជពពួកទេវតាណាផ្សព្វផ្សាយនៅចិត្តជាកុសលហ្នឹងជូនពរដល់យើងណានឹកគុណដល់យើងញាតិញោមណាប៉ុន្តែចំពោះអ្នកធ្វើណាបើសិនជាយើងធ្វើចំពោះអ្នកមានឧទាហរណ៍ថាគេនោះគេមានលុយមានឡានណាមានផ្ទះវិឡាទំនើបណាឲ្យស្រាប់តែយើងនេះណានឹកឃើញអីចឹងថាអីណានៅក្នុងពុទ្ធសាសនាលោកសំដែងមកថាការធ្វើទានការបរិច្ចាគទានហ្នឹងជាកុសលថ្នាក់មួយនៅក្នុងពុទ្ធសាសនាណាជាទង្វើល្អមួយអញ្ចឹងអាត្មាអញហាត់ពុទ្ធធ្វើទានសិនណាស្រាប់តែយកលុយ10000 20000ហ្នឹងទៅណាអង្គមកថងឬមកបេតូចទៅណាទៅជូនគេអ្នកមានណាគេជីសត្វតឡានលុចស៊ីអីចឹងទៅផ្ទះវីឡាម៉ាស៊ីនត្រជាក់នៅរងរហឹមចឹងទៅណាយកទៅដល់អូណាខ្ញុំធ្វើទានចំពោះអ្នកឯងណាខ្ញុំអាណិតអ្នកឯងខ្ញុំធ្វើទានខ្ញុំហាត់ពុទ្ធធ្វើទានខ្ញុំអ្នកកាន់ពុទ្ធសាសនាយកទៅតែមិនស្រួលគេថាយើងមើលងាយគេក៏មានដែរញាតិញោមណាសាកមើលញាតិញោមឧទាហរណ៍ថាគេមានបានគេមានផ្ទះសម្បែងធំធេងគេមានឡានទំនើបហើយស្រាប់តែយើងយកលុយ2-3ម៉ឺនយកអង្គមកបេទៅធ្វើទានចំពោះគេថាអីអ្នកឯងមើលងាយខ្ញុំហ៎ណាច្បាស់ជាអញ្ចឹងញាតិញោមប៉ុន្តែនៅពេលដែលយើងយកអង្គមកបេយកលុយ10000 20000ទឹកស៊ីអ៊ីវមួយយួរ2យួរទៅជួយជនក្រីក្រទៅជួយជនកំសត់ទូរគតអត់ទីពឹងអូគ្នានោះសប្បាយចិត្តណាស់ញាតិញោមហើយណាសប្បាយចិត្តដោយនឹកឃើញថាអាត្មាអញនឹងច្បាស់ជារស់រៀនមានជីវិតបានទៅយូរថ្ងៃទៀតហើយណាដោយសារតែមានអង្គមានបាយហ្នឹងណានឹកឃើញអញ្ចឹងគេជូនពរយើងគេនឹកឃើញយើងគេគោរពកោតខ្លាចយើងញាតិញោមណាអញ្ចឹងពាក្យថាធ្វើទាននេះមិនមែនទាល់តែធ្វើទានចំពោះព្រះសង្ឃបានឈ្មោះថាធ្វើ